សុភាសិតខ្មែរស្រឡាញ់ខ្លួនត្រូវស្ងួនចំណៃបើស្រឡាញ់ស្រីត្រូវស្ងួនចិត្តចង់បានសួរតង់កាន់សុចរិតចង់សម្បូរមិត្តត្រូវរោគទ្រព្យអត្ថាធិប្បាយស្ងួនមានន័យថាបីបាច់ថែរក្សាថ្នមអ្នកស្រឡាញ់ខ្លួនចង់ឲ្យរូបនៅមានសម្រស់យូរយារអ្នកត្រូវតែប្រយ័ត្នចំណៃព្រោះហេតុអ្វីព្រោះចំណៃអាហារនេះហើយដែលផ្ដល់សុខទុក្ខដល់រូបកាយយើងជាងបុព្វហេតុឯទៀតចំណៃអាចធ្វើឲ្យយើងមានកម្លាំងឲ្យយើងរស់ឲ្យយើងរីកចម្រើនឲ្យយើងមានពណ៌សម្បុរល្អផ្ដល់ប្រាជ្ញាបាធីលៈក្នុងពេលជាមួយគ្នានេះចំណៃអាចឲ្យយើងឈឺចុកពោះរាកមូលឈឺក្បាលពុលប្រកាច់ឈឺក្រពះខូចសួតខូចថ្លើមឬព្រិលភ្នែកឈឺធ្មេញខូចសម្ផស្សបាត់បង់រូបឆោមបាត់បង់ប្រាជ្ញាកោងកាចលាក់ដោយហេតុនេះបើអ្នកស្រឡាញ់ខ្លួនតោងប្រយ័ត្នចំណៃមុននឹងបរិភោគចំណីអ្វីមួយគួរពិចារណាបណ្ដាំសុភាសិតខ្មែរនិងសេចក្តីអត្ថាធិប្បាយឬពិនិត្យឲ្យបានយល់ពីគុណសម្បត្តិនៃចំណីនោះសិនអាហារដែលផ្ដល់សុខភាពបើស្រឡាញ់ស្រីត្រូវស្ងួនចិត្តមិនខុសពីរឿងស្ងួនចំណីនោះទេព្រះពុទ្ធសម្ដែងថាខន្តីគឺការអត់ធ្មត់ជាកម្លាំងអាចនាំមកនៅជ័យជំនះខន្តីនាំឲ្យបានសុខលក្ខបើអ្នកស្រឡាញ់ស្រីតាមសម្លាកនេះអ្នកត្រូវតែមានខន្តីមានអំណត់មិនខឹងនឹងបដកម្មនានាដែលកើតមានឡើងដោយសារសកម្មភាពរបស់អ្នកទៅលើនាងនោះទេជាធម្មតាមនុស្សស្រីតែងតែមានការអៀនខ្មាស់ហើយមិនងាយទទួលនៅការសុំសេចក្តីស្នេហាដោយងាយនោះទេប្រតិកម្មនានាដែលជួនកាលប្រកបដោយភាពជូរល្វីងផងអាចនឹងស្រោចមកលើអ្នកប្រសិនបើអ្នកមិនអាចរកទំនាក់ទំនងឃើញទេធម្មជាតិបានតុបតែងនឹងកាយស្ត្រីឲ្យមានភាពទន់ភ្លន់ទឹកចិត្តអាណិតខឹងឆាប់រសាយហើយស្រឡាញ់វាចាផ្អែមអ្នកស្រឡាញ់ស្ត្រីណាម្នាក់អ្នកអាចជួបប្រទះនឹងការឆ្លើយតបដែលអាចធ្វើឲ្យអ្នកខឹងតូចចិត្តអស់សង្ឃឹមតែកុំភ្លេចពាក្យបុរាណប្រដៅថាត្រូវស្ងួនចិត្តដែលមានន័យថាត្រូវប្រកាន់ចិត្តអត់ធ្មត់កុំច្រឡោតខឹងព្រោះតែសម្ដីត្រគោះនោះឲ្យសោះហើយក្នុងពេលជាមួយគ្នានោះសូមកុំលះបង់សេចក្តីព្យាយាមដោយប្រើគ្រប់មធ្យោបាយឲ្យបាននោះអ្នកនឹងបានសម្រេចដូចបំណងនៅគ្រាអវសានចង់បានសួរត្រូវកាន់សុចរិតបានសេចក្តីថាបើអ្នកចង់បានសេចក្តីសុខសុភមង្គលដល់ខ្លួននិងគ្រួសារត្រូវកាន់អំពើសុចរិតដូចជារក្សាសិល5ជាដើមចង់សម្បូរមិត្តត្រូវរកទ្រព្យជាពាក្យងាយយល់មនុស្សយើងតែងតែមាននិន្នាការចង់រាប់អ្នកមានបណ្ដាស័ក្តិចង់ធ្វើមិត្តជាមួយអ្នកមានសម្បត្តិស្ដុកស្ដំផ្ទុយទៅវិញកាលណាជនណាម្នាក់ធ្លាក់ខ្លួនក្ររហាមហើយអ្នកផងមុខជាកិច្ចចេញមិនហ៊ាននៅចិត្តព្រោះគេយល់ថាវាគ្មានប្រយោជន៍អ្វីដល់គេហើយវាអាចឲ្យមានការខាតបង់ដោយសារការបល់ខ្ចីដែលមិនមានសង្ឃឹមថាអាចនឹងសងវិញបានហេតុនេះបើអ្នកចង់សម្បូរមិត្តគប្បីខិតខំរកស៊ីធ្វើការកសាងខ្លួនឲ្យคล้ายជាអ្នកមាននោះមិត្តនឹងហូរចូលឯងមិនបាច់ខំប្រឹងរកនោះទេដូចពាក្យមួយទៀតពោលថាកុំចាំបាច់រត់ដេញចាប់មេអំបៅអ្នកគួរតែសាងឬក៏កសាងសួនច្បារដើម្បីទាក់ទាញមេអំបៅនោះមករកអ្នកវិញល្អជាង